អាស៊ីអាគ្នេយ៍ជាអនុតំបន់នៃទ្វីបអាស៊ីដែលមានប្រទេសជាច្រើនស្ថិតនៅភាគខាងត្បូងប្រទេសចិនខាងកើតប្រទេសឥណ្ឌាខាងលិចនូវែលហ្គីណេនិងខាងជើងអូស្ត្រាលីអាស៊ីអាគ្នេយ៍ចែកចេញជាពីរតំបន់គឺតំបន់ដីគោកនិងតំបន់ដីកោះតំបន់ដីគោកមាន5ប្រទេសដូចជាទី1ប្រទេសកម្ពុជាភ្នំពេញជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាមានផ្ទៃដីសរុបចំនួន 181,035 គីឡូម៉ែត្រការ៉េតាមការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2024 មានចំនួន 17,063,801 នាក់ទី2ប្រទេសថៃព្រះរាជាណាចក្រថៃមានរាជធានីឈ្មោះរាជធានីបាងកកមានផ្ទៃដីសរុបចំនួន 51,320 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2026 មានចំនួន 71,055,9614 នាក់ទី3ប្រទេសវៀតណាមសាធារណរដ្ឋសង្គមនិយមវៀតណាមមានទីក្រុងឈ្មោះទីក្រុងហាណូយប្រទេសនេះមានផ្ទៃដីសរុបចំនួន 33,1344 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 102,030,000 នាក់ទី4ប្រទេសឡាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមានទីក្រុងឈ្មោះទីក្រុងវៀងច័ន្ទមានផ្ទៃដីសរុបចំនួន 23,6800 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2024 មានចំនួន 7,095,356 នាក់ទី5ប្រទេសមីយ៉ាន់ម៉ាសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាមានទីក្រុងឈ្មោះណៃពីដោប្រទេសនេះមានផ្ទៃដីសរុបចំនួន 67,650,579 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2022 មានចំនួន 55,077,232 នាក់អាស៊ីអាគ្នេយ៍នៅតំបន់ដីកោះមាន 6 ប្រទេសដូចជាទី1ប្រទេសឥណ្ឌូនេស៊ីសាធារណរដ្ឋឥណ្ឌូនេស៊ីមានទីក្រុងឈ្មោះសាកាតាដែលបច្ចុប្បន្នត្រៀមប្តូរទៅនូសាន់តារ៉ាវិញប្រទេសនេះមានផ្ទៃដីចំនួន 1,904,569 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 284,043,782 នាក់ទី2ប្រទេសម៉ាឡេស៊ីសហព័ន្ធម៉ាឡេស៊ីមានទីក្រុងឈ្មោះកូឡាឡាំពូប្រទេសនេះមានផ្ទៃដីសរុបចំនួន 33,803 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2024 មានចំនួន 34,056,4810 នាក់ទី3ប្រទេសសិង្ហបុរីសាធារណរដ្ឋសិង្ហបុរីមានទីក្រុងឈ្មោះសិង្ហបុរីប្រទេសនេះមានផ្ទៃដីសរុបចំនួន 736,3 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 6,011,200 នាក់ទី4ប្រទេសហ្វីលីពីនសាធារណរដ្ឋហ្វីលីពីនមានទីក្រុងឈ្មោះទីក្រុងម៉ានីលប្រទេសនេះមានផ្ទៃដីសរុបចំនួន 300,000 គីឡូម៉ែត្រការ៉េការជំរឿនប្រជាជនក្នុងឆ្នាំ 2024 មានចំនួន 112,072,9484 នាក់ទី5ប្រទេសប្រុយណេដារុយសាឡឹមមានរាជធានីឈ្មោះបង់ដាសេរីបេកាវ៉ាន់ប្រទេសនេះមានផ្ទៃដីសរុបចំនួន 5,765 គីឡូម៉ែត្រការ៉េការប៉ាន់ស្មានប្រជាជនក្នុងឆ្នាំ 2025 មានចំនួន 64,6,227 នាក់ទី6ប្រទេសទីម៉ូឡេសសាធារណរដ្ឋប្រជាធិបតេយ្យទីម៉ូឡេសមានទីក្រុងឈ្មោះឌីលីតែនេះមានផ្ទៃដីសរុបចំនួន 14,950 គីឡូម៉ែត្រការ៉េនិងមានប្រជាជនសរុបចំនួន 1,35,4662 នាក់គិតត្រឹមឆ្នាំ 2023